នៅយប់ដ៏ស្ងាត់ជ្រងំនិងងងឹតស្លុបមួយខណៈដែលភ្លៀងកំពុងធ្លាក់រលឹមនឹងខ្យល់បក់ផាត់យ៉ាងត្រជាក់ស្រេបខ្ញុំបានឡើងឡានក្រុងនៅស្ថានីយ៍ភ្នំពេញដើម្បីធ្វើដំណើរទៅខេត្តកំពង់ឆ្នាំងអ្នកដំណើរប្រមាណជា30នាក់កំពុងតែអង្គុយពេញឡានខ្លះកំពុងនិយាយគ្នាតិចៗខ្លះទៀតកំពុងមើលទូរស័ព្ទហើយខ្លះទៀតព្យាយាមគេងដោយផ្អែកក្បាលទៅនឹងបង្អួចឡានដោយសារតែជាធម្មតាពេលធ្វើដំណើរពេលយប់ខ្ញុំតែងតែដេកមិនលក់ស្រួលខ្ញុំក៏សម្រេចចិត្តលេបថ្នាំគេងមួយយប់ដែលខ្ញុំទិញមកពីឱសថស្ថានមុនឡើងឡានកំពុងតែស្ដាប់សំឡេងប៉ះទង្គិចរវាងកង់ឡាននិងផ្លូវថ្នល់ព្រមទាំងសំឡេងភ្លៀងធ្លាក់លើដំបូលឡានខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ងងុយគេងយ៉ាងខ្លាំងហើយមិនយូរប៉ុន្មានក៏ធ្លាក់ខ្លួនចូលដំណេកយ៉ាងស្កប់ស្កល់ដោយមិនដឹងថាមានរឿងអ្វីកំពុងកើតឡើងជុំវិញខ្លួនឡើយពេលដែលខ្ញុំភ្ញាក់ឡើងវិញដោយសារតែឡានទើបតែឆ្លងកាត់ផ្លូវរលាក់មួយខ្ញុំមានអារម្មណ៍ចម្លែកនិងស្រពន់ចិត្តយ៉ាងខ្លាំងព្រោះឡានកំពុងតែបើកយឺតខុសពីធម្មតាហើយភ្លើងក្នុងឡានក៏រលត់ទាំងអស់ពន្លឺខ្សោយដែលបានមកពីពន្លឺព្រះច័ន្ទនិងភ្លើងឡានបានបំភ្លឺឆ្លុះចូលមកក្នុងឡានធ្វើឲ្យខ្ញុំមើលឃើញអ្វីៗបន្តិចម្ដងប៉ុន្តែពេលដែលខ្ញុំចាប់ផ្ដើមសម្លឹងមើលជុំវិញខ្លួនបេះដូងខ្ញុំហាក់ដូចជាជប់ដើមមួយសន្ទុះអ្នកដំណើរគ្រប់គ្នាដែលអង្គុយជុំវិញខ្ញុំសុទ្ធតែស្លាប់ទាំងអស់ដោយមានស្លាកស្នាមរបួសនៅលើដងខ្លួននិងមានឈាមនៅស្រស់ៗដែលហូរចេញពីមុខរបួសរបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះសាកសពទាំងអស់នោះមានស្នាមចាក់និងកាប់នៅលើដងខ្លួនដែលបង្ហាញយ៉ាងច្បាស់ថាពួកគេត្រូវបានគេសម្លាប់យ៉ាងសាហាវព្រៃផ្សៃតខណៈពេលដែលកំពុងគេងលក់នៅខាងមុខឡានតាមរយៈកញ្ចក់ឆ្លុះកណ្ដាលខ្ញុំអាចមើលឃើញបុរសម្នាក់ដែលពាក់អាវពណ៌ខ្មៅស្រអាប់កំពុងបើកបរយ៉ាងស្ងៀមស្ងាត់ហើយនៅក្បែរកៅអីរបស់គាត់មានកាំបិតមួយដែលនៅមានប្រឡាក់ឈាមស្រស់ៗជាប់នឹងដងនិងចោលពន្លឺចាំងភ្លឹបភ្លែតតាមពន្លឺភ្លើងឡានដែលបំភ្លឺមកពីមុខក្នុងពេលនោះខ្ញុំដឹងភ្លាមថាគាត់គឺជាឃាតករដែលបានសម្លាប់អ្នកដំណើរទាំងអស់ហើយខ្ញុំក៏បិទភ្នែកភ្លាមដោយព្យាយាមធ្វើពុតជាស្លាប់ដូចអ្នកផ្សេងទោះបីជាបេះដូងខ្ញុំកំពុងតែដើរញាប់យ៉ាងខ្លាំងក៏ដោយខណៈពេលដែលឡានបន្តដំណើរចូលទៅក្នុងព្រៃកាន់តែជ្រៅលើផ្លូវដីដែលរអិលនិងពោរពេញទៅដោយឫសដើមឈើដែលធ្លាក់មកពីលើខ្ញុំព្យាយាមរក្សាភាពស្ងៀមស្ងាត់និងទប់ដង្ហើមឲ្យបានត្រឹមត្រូវព្រោះខ្ញុំដឹងថាប្រសិនបើឃាតករនោះដឹងថាខ្ញុំនៅរស់ខ្ញុំនឹងត្រូវស្លាប់ដូចអ្នកដទៃដែរក្រោយពីបើកបរអស់រយៈពេលប្រហែលជា1ម៉ោងកន្លះទីបំផុតឡានក៏ឈប់នៅកន្លែងមួយដែលមានដើមឈើខ្ពស់ព័ទ្ធជុំវិញហើយបន្ទាប់មកឃាតករនោះក៏ចុះពីឡានដោយយកចបមួយចេញពីក្រោមកៅអីបើកបរតាមរយៈបង្អួចឡានខ្ញុំឃើញគាត់ចាប់ផ្ដើមជីករណ្ដៅយ៉ាងស្រងូតស្រងាត់នៅក្រោមពន្លឺព្រះច័ន្ទដែលបំភ្លឺមកពីលើមេឃហើយខ្ញុំក៏ដឹងភ្លាមថានេះជាឱកាសតែមួយគត់របស់ខ្ញុំដែលត្រូវរត់គេចខ្លួនយ៉ាងថ្នមនិងប្រុងប្រយ័ត្នបំផុតខ្ញុំបានបើកទ្វារឡានដោយមិនឲ្យមានសំឡេងប៉ុន្តែដោយសារតែផ្លូវរអិលនិងជើងរបស់ខ្ញុំញ័រខ្លាំងពេកខ្ញុំក៏ដួលទៅលើដីដែលធ្វើឲ្យមានសំឡេងឮខ្លាំងសំឡេងដួលរបស់ខ្ញុំបានធ្វើឲ្យឃាតករងាកមកមើលភ្លាមហើយគាត់ក៏ស្រែកឡើងយ៉ាងខ្លាំងដោយកំហឹងព្រមទាំងចាប់ផ្ដើមដេញតាមខ្ញុំដោយកាន់ចបនៅក្នុងដៃខ្ញុំព្យាយាមរត់ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានទោះបីជាជើងរបស់ខ្ញុំឈឺចាប់យ៉ាងខ្លាំងដោយសារការដួលក៏ដោយខណៈដែលសំឡេងជើងរបស់ឃាតករកំពុងតែខិតមកកាន់តែជិតខ្ញុំដោយគ្មានសង្ឃឹមនឹងអស់កម្លាំងស្ទើរដួលស្រាប់តែខ្ញុំឃើញរថយន្តមួយគ្រឿងកំពុងតែឈប់នៅលើផ្លូវធំដែលនៅខាងមុខបន្តិចហើយខ្ញុំក៏សម្រុកទៅសុំជំនួយភ្លាមដោយគិតថានេះគឺជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំអ្នកបើកបររថយន្តដែលមានមាឌធំនិងពាក់អាវយឺតពណ៌សបានបើកទ្វាររថយន្តឲ្យខ្ញុំដោយមុខញញឹមហើយខ្ញុំក៏លោតឡើងទៅលើរថយន្តភ្លាមដោយក្តីសប្បាយរីករាយប៉ុន្តែពេលខ្ញុំទើបតែអង្គុយចុះបេះដូងខ្ញុំហាក់ដូចជាឈប់ដើរម្ដងទៀតនៅពេលដែលខ្ញុំប្រទះឃើញកាបូបមួយនៅក្បែរជើងអ្នកបើកបរដែលមានកាំភ្លើងនិងកាំបិតប្រឡាក់ឈាមនៅខាងក្នុងស្នាមញញឹមរបស់អ្នកបើកបរឥឡូវនេះមិនមែនជាស្នាមញញឹមសប្បុរសទៀតទេតែវាជាស្នាមញញឹមគួរឲ្យខ្លាចដែលធ្វើឲ្យខ្ញុំដឹងភ្លាមថាគាត់មិនមែនមកទីនេះដោយចៃដន្យឡើយ
តែគាត់មកដើម្បីជួយឃាតករនោះខ្ញុំត្រូវជាប់អន្ទាក់ហើយនៅចន្លោះឃាតករទាំងពីរដែលកំពុងញញឹមសម្លឹងមករកខ្ញុំដោយភ្នែកចង់សម្លាប់ក្នុងពេលដែលខ្ញុំកំពុងព្យាយាមរត់គេចខ្លួនឃាតករទាំងពីរនាក់បានដេញចាប់ទាន់ខ្ញុំហើយវាយក្បាលខ្ញុំយ៉ាងខ្លាំងរហូតដល់ខ្ញុំដួលសន្លប់បាត់ស្មារតីទាំងស្រុងដោយមិនដឹងថាពួកគេនឹងធ្វើអ្វីចំពោះខ្ញុំបន្តទៀតនៅពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើងវិញខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងហឹបឈើដ៏ចង្អៀតមួយដែលជុំវិញខ្លួនខ្ញុំគឺជាសាកសពជាច្រើនដែលកំពុងសង្កត់ពីលើរាងកាយដ៏រងាញ័ររបស់ខ្ញុំហើយក្លិនឈាមឆ្អាបនៃសាកសពទាំងនោះបានធ្វើឲ្យខ្ញុំចង់ក្អួតក្នុងភាពងងឹតសូន្យសងនិងស្ងាត់ជ្រងំនៃរណ្ដៅដែលត្រូវគេកប់នេះខ្ញុំព្យាយាមស្រែកហៅជំនួយអស់ពីកម្លាំងកាយចិត្តប៉ុន្តែសំឡេងរបស់ខ្ញុំហាក់ដូចជាត្រូវបានលេបត្របាក់ដោយស្រទាប់ដីដ៏ក្រាស់ដែលគេកប់ពីលើដោយមិនមានសំឡេងតបមកវិញសូម្បីតែបន្តិចដោយមានក្តីសង្ឃឹមតិចតួចខ្ញុំក៏សម្រេចចិត្តប្រឹងទះហឹបឈើដោយដៃទាំងពីរអស់ពីកម្លាំងតែទម្ងន់ដីដែលសង្កត់ពីលើធ្ងន់ពេករហូតធ្វើឲ្យការដកដង្ហើមរបស់ខ្ញុំកាន់តែលំបាកឡើងហើយក្តីសង្ឃឹមក៏កាន់តែរសាត់បាត់ទៅដែរនៅក្នុងភាពអស់សង្ឃឹមដ៏ក្រៃលែងនេះខ្ញុំក៏សម្រេចចិត្តរងចាំសេចក្តីស្លាប់ដែលនឹងមកដល់ក្នុងពេលឆាប់ដោយបិទភ្នែកនិងនឹកស្រមៃពីគ្រួសាររបស់ខ្ញុំដែលនឹងមិនដឹងថាខ្ញុំស្លាប់បានយ៉ាងដូចម្តេចជាច្រើនម៉ោងបានកន្លងផុតទៅក្នុងភាពងងឹតនិងស្ងាត់គួរឲ្យខ្លាចនេះរហូតដល់ត្រចៀករបស់ខ្ញុំចាប់ផ្ដើមឮសំឡេងសូរជើងមនុស្សដើរពីលើដីដែលធ្វើឲ្យបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ឡើងវិញដំបូងក្នុងចិត្តខ្ញុំគិតប្រាកដថាជាឃាតករទាំងពីរនាក់នោះត្រឡប់មកវិញដើម្បីកប់សាកសពបន្ថែមទៀតតែពេលនេះខ្ញុំលែងខ្វល់ទៀតហើយថាពួកគេជាអ្នកណាព្រោះបើខ្ញុំនៅតែស្ងៀមបែបនេះខ្ញុំនឹងស្លាប់ដោយខ្វះខ្យល់ដង្ហើមដកយ៉ាងពិតប្រាកដដូច្នេះខ្ញុំក៏ប្រមូលកម្លាំងដែលនៅសល់ចុងក្រោយដើម្បីទះហឹបឈើនិងស្រែកឲ្យអស់ពីដួងចិត្តខណៈដែលទឹកភ្នែកហូរចេញមកដោយមិនដឹងខ្លួនមួយសន្ទុះក្រោយមកសំឡេងចប់ជីកដីក៏ចាប់ផ្ដើមឮកាន់តែខ្លាំងឡើងហើយទីបំផុតពន្លឺភ្លឺចេញចាំងមកក្នុងហឹបឈើធ្វើឲ្យខ្ញុំត្រូវបិទភ្នែកដោយសារតែមិនទាន់ស៊ាំនឹងពន្លឺអ្នកដែលជួយសង្គ្រោះខ្ញុំគឺជាបុរសនិងស្ត្រីមួយគូដែលមានរូបរាងមាំមួននិងស្បែកខ្មៅក្រមៅហើយពួកគេបានប្រាប់ខ្ញុំថាពួកគេជាអ្នកប្រមាញ់ដែលចៃដន្យមកឃើញដីដែលទើបតែជីករួចថ្មីនៅក្នុងព្រៃដ៏ស្ងាត់ជ្រងំនេះអ្នកទាំងពីរបានជួយទាញខ្ញុំចេញពីហឹបឈើដោយប្រុងប្រយ័ត្នបំផុតហើយនាំខ្ញុំកាត់ព្រៃរាប់គីឡូម៉ែត្រទៅកាន់ផ្ទះឈើមួយដែលនៅក្នុងព្រៃជ្រៅដែលមានសភាពទ្រុឌទ្រោមនិងមើលទៅគួរឲ្យខ្លាចបន្តិចនៅក្នុងផ្ទះនោះបរិសុទ្ធស្ត្រីទាំងពីរនាក់បានប្រាប់ខ្ញុំឲ្យអង្គុយរង់ចាំខណៈពេលដែលពួកគេចេញទៅរកអាហារមកឲ្យខ្ញុំញ៉ាំដោយនិយាយថាខ្ញុំត្រូវការអាហារដើម្បីស្ដារកម្លាំងឡើងវិញតែបន្ទាប់ពីរយៈពេលប្រហែល30នាទីកន្លងផុតទៅពេលដែលពួកគេត្រឡប់មកវិញបេះដូងខ្ញុំស្ទើរតែឈប់ដើរម្ដងទៀតនៅពេលដែលខ្ញុំឃើញពួកគេកំពុងតែអូសសាកសពចំនួន2នាក់មកជាមួយដែលមានឈាមហូរប្រងព្រាតពេញដីហើយសាកសពទាំងពីរនោះមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរនៅលើដងខ្លួនខ្ញុំស្រែកភ័យខ្លាំងដោយមិនអាចទប់បានតែពួកគេប្រាប់ខ្ញុំដោយស្នាមញញឹមគួរឲ្យខ្លាចថាពួកគេជាមនុស្សស៊ីសាច់មនុស្សហើយពួកគេនឹងចម្អិនសាកសពទាំងនោះទាំងអស់សម្រាប់ធ្វើជាអាហារដោយគ្មានជំរឿសនឹងភ័យខ្លាចថាពួកគេនឹងសម្លាប់ខ្ញុំភ្លាមខ្ញុំក៏ធ្វើពុតជាមិនភ័យខ្លាចហើយញញឹមតបទៅពួកគេវិញដោយព្យាយាមលាក់បាំងការញ័ររន្ធត់នៅក្នុងចិត្តស្ត្រីម្នាក់នោះបានចាប់ផ្ដើមអូសសាកសពចូលទៅក្នុងផ្ទះបាយដែលមានទូដាក់កាំបិតនិងឧបករណ៍មុតស្រួចជាច្រើនហើយនាងបានចាប់ផ្ដើមចិតសាច់សាកសពយ៉ាងជំនាញដូចជានាងធ្លាប់ធ្វើរឿងនេះរាប់រយដងមកហើយខណៈដែលស្ត្រីនោះកំពុងមមាញឹកនឹងការចិតសាច់បរិសុទ្ធជាប្តីរបស់នាងក៏កំពុងតែដុតភ្លើងឡយ៉ាងមមាញឹកដែរដោយយកឆ្អឹងមនុស្សចាស់មកដុតជាមួយអុសហើយក្លិនឆ្អេះនៃឆ្អឹងមនុស្សបានផ្សាយពេញផ្ទះទាំងមូលរហូតធ្វើឲ្យខ្ញុំស្ទើរតែបែកក្អួតនៅជុំវិញផ្ទះបាយខ្ញុំឃើញលលាក្បាលមនុស្សជាច្រើនដែលគេយកមកធ្វើជាគ្រឿងតុបតែងផ្ទះហើយនៅលើជញ្ជាំងមានកាំបិតនិងពូថៅជាច្រើនដែលនៅតែមានស្នាមឈាមស្រស់ជាប់នឹងដងខ្លួនខណៈដែលគូស្វាមីភរិយាដ៏គួរឲ្យរន្ធត់នេះកំពុងមមាញឹក
និងការងាររបស់ពួកគេខ្ញុំក៏សម្លឹងមើលជុំវិញដោយសម្ងាត់ដោយឃើញថាទ្វារចេញមិនទាន់បានចាក់សោនៅឡើយដោយដឹងថានេះគឺជាឱកាសតែមួយគត់របស់ខ្ញុំក៏សម្រេចចិត្តរត់គេចខ្លួនចេញពីផ្ទះខណៈដែលបរិសនោះកំពុងងាកមុខទៅរកប្រពន្ធរបស់គាត់ដើម្បីនិយាយអំពីរបៀបចម្អិនសាច់មនុស្សពេលដែលខ្ញុំរត់ចេញមកក្រៅផ្ទះខ្ញុំមិនហ៊ានងាកក្រោយមើលឡើយទោះបីជាឮសំឡេងស្រែកខឹងសម្បារដ៏គួរឲ្យខ្លាចរបស់ពួកគេក៏ដោយខ្ញុំរត់កាត់ព្រៃដោយមិនគិតពីមុខគិតពីក្រោយឡើយដោយគ្មានទិសដៅច្បាស់លាស់ខណៈដែលមែកឈើនិងកំពូតព្រៃបានធ្វើឲ្យរាងកាយរបស់ខ្ញុំមានស្នាមរលាត់ជាច្រើនកន្លែងក្នុងពេលដែលខ្ញុំកំពុងតែរត់គេចយ៉ាងលឿនបំផុតនោះស្រាប់តែជើងរបស់ខ្ញុំជាប់អន្ទាក់ដែលពួកគេបានដាក់លាក់ទុកហើយខ្ញុំក៏ដួលផ្ងាទៅក្រោយធ្វើឲ្យប៉ះក្បាលនឹងដុំថ្មយ៉ាងខ្លាំងមិនយូរប៉ុន្មានក្រោយពីខ្ញុំដួលស្វាមីភរិយាដ៏ចម្លែកនោះក៏មកដល់ហើយអូសខ្ញុំត្រឡប់ទៅផ្ទះវិញដោយសើចខ្ញៀវខ្ញានិងនិយាយចំអកឡកឡាយដាក់ខ្ញុំពេលនេះពួកគេចងខ្ញុំជាប់នឹងសសរផ្ទះដែលមានឆ្អឹងមនុស្សព្យួរពេញនៅក្នុងបន្ទប់ងងឹតដែលមានក្លិនស្អុយឆ្អាបនៃសាកសពចាស់មុននឹងចាក់ចេញពីបន្ទប់ទៅស្ត្រីនោះបានខ្សឹបប្រាប់ខ្ញុំថាពួកគេនឹងរងចាំរហូតដល់សាច់របស់ខ្ញុំស្រស់ល្អនិងឆ្ងាញ់ល្មមទើបពួកគេនឹងសម្លាប់និងញ៉ាំសាច់ខ្ញុំហើយនាងក៏បានប្រាប់ថាអ្នកដែលព្យាយាមរត់គេចខ្លួនតែងតែមានរសជាតិឆ្ងាញ់ជាងគេឥឡូវនេះខ្ញុំនៅតែមិនអាចជឿបានថារឿងទាំងអស់នេះកំពុងតែកើតឡើងចំពោះខ្ញុំហើយខ្ញុំក៏មិនដឹងថាត្រូវធ្វើអ្វីដែរខ្ញុំត្រូវជាប់ក្នុងផ្ទះនៃមនុស្សស៊ីសាច់មនុស្សដោយគ្មានផ្លូវគេចដោយឮសំឡេងកំបិតចិតសាច់មនុស្សពីក្នុងផ្ទះបាយនិងសំឡេងសើចរបស់ពួកគេខណៈពេលដែលខ្ញុំកំពុងតែរំចាំថ្ងៃដែលខ្ញុំនឹងក្លាយជាអាហារដ៏ឆ្ងាញ់របស់ពួកគេនៅជុំវិញខ្លួនខ្ញុំមានតែឆ្អឹងមនុស្សដែលពួកគេបានសម្លាប់និងស៊ីរួចដែលធ្វើឲ្យខ្ញុំកាន់តែភ័យខ្លាចថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាឆ្អឹងមួយឈុតទៀតនៅក្នុងផ្ទះដ៏គួរឲ្យរន្ធត់នេះនៅក្នុងខេត្តបាត់ដំបងកាលពីសតវត្សទី16មានគ្រួសារសេដ្ឋីមួយដែលមានកូនស្រីតែម្នាក់កូនស្រីនោះឈ្មោះនាងសុខាជាក្មេងស្រីស្រស់ស្អាតនិងឆ្លាតវៃពេលនាងមានអាយុ16ឆ្នាំនាងបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរគ្រូពេទ្យជាច្រើនបានព្យាយាមព្យាបាលនាងប៉ុន្តែគ្មាននរណាម្នាក់អាចជួយនាងបានឡើយឪពុកម្ដាយរបស់នាងបានព្យាយាមគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបានទាំងថ្នាំបុរាណខ្មែរនិងថ្នាំចិនប៉ុន្តែស្ថានភាពរបស់នាងនៅតែមិនប្រសើរឡើងរាល់ថ្ងៃនាងសុខាកាន់តែស្គមស្គាំងនិងខ្សោយជាងមុនស្បែករបស់នាងស្លេកស្លាំងដូចក្រដាសភ្នែកធំៗរបស់នាងដក់ស្លក់ខ្មៅនាងលែងមានកម្លាំងដើរឬនិយាយទៀតហើយនាងគ្រាន់តែដេកស្ងៀមនៅលើគ្រែដកដង្ហើមខ្លីៗនិងញ័រខ្លួនពេលគ្រុនក្តៅឡើងឪពុកម្ដាយរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងពួកគាត់បានចំណាយទ្រព្យសម្បត្តិជាច្រើនដើម្បីព្យាបាលកូនស្រីប៉ុន្តែគ្មានប្រយោជន៍ក្នុងពេលដែលគ្រួសារកំពុងតែអស់សង្ឃឹមស្រាប់តែមានស្ត្រីចំណាស់ម្នាក់មកដល់ផ្ទះរបស់ពួកគេនាងជាស្ត្រីចម្លែកម្នាក់ស្បែកជ្រីវជ្រួញសក់វែងកណ្ដាញ់ស្លៀកពាក់រហែករយិកនាងបាននិយាយថានាងជាមេធ្មប់ដែលមានអំណាចអាចព្យាបាលជំងឺគ្រប់យ៉ាងនាងបានសន្យាថានឹងព្យាបាលនាងសុខាឲ្យជាសះស្បើយប៉ុន្តែត្រូវប្រើវិធីសាស្ត្រពិសេសមួយដោយអស់សង្ឃឹមឪពុកម្ដាយរបស់នាងសុខាបានយល់ព្រមឲ្យមេធ្មប់នោះព្យាបាលកូនស្រីរបស់ពួកគេមេធ្មប់នោះបានចាប់ផ្ដើមធ្វើពិធីមួយគួរឲ្យខ្លាចនាងបានគូសរូបគំនូរចម្លែកនៅលើឥដ្ឋជុំវិញគ្រែរបស់នាងសុខានាងបានដាក់ធូបនិងទៀនជាច្រើននៅជុំវិញបន្ទប់នាងបានចាប់ផ្ដើមសូត្រមន្តជាភាសាបាលីយ៉ាងចម្លែកដែលគ្មាននរណាចេះខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឲ្យទៀនរលត់និងរបើកទ្វារបង្អួចពេលមេធ្មប់កំពុងតែសូត្រមន្តរាងកាយរបស់នាងសុខាចាប់ផ្ដើមញ័រទៅត្រើកនាងបានបើកភ្នែកធំដោយស្រែកយំយ៉ាងខ្លាំងឪពុកម្ដាយរបស់នាងចង់ចូលទៅជួយកូនប៉ុន្តែមេធ្មប់បានហាមឃាត់ពួកគាត់នាងបាននិយាយថាបើពួកគាត់បញ្ឈប់ពិធីព្រលឹងរបស់នាងសុខានឹងជាប់នៅក្នុងពិភពខ្មោចជារៀងរហូតពិធីនោះបានបន្តអស់រយៈពេលជាច្រើនម៉ោងម្ដងម្កាលនាងសុខាបានស្រែកយំយ៉ាងខ្លាំងហើយពេលខ្លះនាងនិយាយជាភាសាចម្លែកដែលគ្មាននរណាយល់
សំឡេងរបស់នាងឮដូចជាមនុស្សផ្សេងកំពុងនិយាយតាមរយៈមាត់របស់នាងរាងកាយរបស់នាងលោតឡើងចុះនៅលើគ្រែហាក់ដូចជាមានអ្វីមួយកំពុងទាញនាងចេញពីគ្រែព្រះអាទិត្យរះមេធ្មប់បានឈប់សូត្រមុននាងសុខាបានដួលសន្លប់នៅលើគ្រែមេធ្មប់បាននិយាយថាពិធីនេះបានជោគជ័យហើយនាងសុខានឹងជាសះស្បើយក្នុងពេលឆាប់នាងបានទទួលប្រាក់កាសជាច្រើនពីឪពុកម្ដាយរបស់នាងសុខាហើយក៏ចាកចេញទៅ2-3ថ្ងៃក្រោយមកនាងសុខាបានភ្ញាក់ឡើងនាងមើលទៅដូចជាមានសុខភាពល្អជាងមុននាងអាចនិយាយនិងដើរបានឪពុកម្ដាយរបស់នាងមានក្តីរំភើបយ៉ាងខ្លាំងពួកគាត់គិតថាកូនស្រីរបស់ពួកគាត់បានជាសះស្បើយហើយប៉ុន្តែពួកគាត់មិនដឹងថាអ្វីដែលត្រឡប់មកវិញមិនមែនជានាងសុខាពិតប្រាកដនោះទេពេលវេលាបានកន្លងផុតទៅឪពុកម្ដាយរបស់នាងសុខាចាប់ផ្ដើមសង្កេតឃើញការផ្លាស់ប្ដូរចម្លែកនៅក្នុងកូនស្រីរបស់ពួកគេនាងលែងចូលចិត្តម្ហូបដែលនាងធ្លាប់ចូលចិត្តពីមុនឥឡូវនេះនាងចូលចិត្តញ៉ាំសាច់ឆៅពិសេសសាច់មាន់នាងចូលចិត្តចាប់មាន់នៅក្នុងទ្រុងហើយខាំសាច់វាភ្លាមនាងលែងចូលចិត្តចេញទៅក្រៅផ្ទះពេលថ្ងៃនាងចូលចិត្តនៅតែក្នុងបន្ទប់ងងឹតហើយចេញទៅក្រៅពេលយប់អ្នកបម្រើក្នុងផ្ទះបានរាយការណ៍ថាពួកគេឃើញនាងសុខាដើរចុះឡើងនៅក្នុងផ្ទះពេលអាធ្រាត្រនាងដើរដោយមិនប៉ះដីសោះហើយភ្នែករបស់នាងភ្លឺចែងចាំងក្នុងសភាពងងឹតពួកគេក៏បានឮសំឡេងគួរឲ្យខ្លាចចេញពីបន្ទប់របស់នាងដូចជាសំឡេងសត្វកំពុងកកាយនិងខាំអ្វីមួយមិនយូរប៉ុន្មានសត្វចិញ្ចឹមក្នុងផ្ទះបានចាប់ផ្ដើមបាត់ខ្លួនម្ដងមួយឆ្កែឆ្មានិងសត្វផ្សេងបានបាត់ដោយគ្មានដាមនៅពេលយប់មានសំឡេងស្រែកយំចម្លែកនៅជុំវិញផ្ទះអ្នកបម្រើមួយចំនួនបានលាឈប់ពីការងារដោយនិយាយថាផ្ទះនេះមានខ្មោចនៅពេលយប់មួយម្ដាយរបស់នាងសុខាបានលបចូលទៅក្នុងបន្ទប់របស់កូនស្រីគាត់បានឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់នាងសុខាកំពុងតែនៅលើឥដ្ឋកំពុងខាំសាច់អ្វីមួយដែលមើលទៅដូចជាសាកសពសត្វមាត់និងដៃរបស់នាងពេញទៅដោយឈាមនៅជុំវិញនាងមានឆ្អឹងសត្វរាយប៉ាយពេញកន្លែងនាងបានងាកមកមើលម្ដាយរបស់នាងដោយភ្នែកភ្លឺចិញ្ចែងចិញ្ចាចពណ៌ក្រហមមាត់របស់នាងញញឹមពេញទៅដោយធ្មេញស្រួចម្ដាយរបស់នាងសុខាបានស្រែកយ៉ាងខ្លាំងដោយភ័យខ្លាចគាត់បានរត់ចេញពីបន្ទប់ហើយប្រាប់ប្តីរបស់គាត់អំពីអ្វីដែលគាត់បានឃើញពួកគាត់បានដឹងថាអ្វីដែលត្រឡប់មកពីពិធីរបស់មេធ្មប់មិនមែនជាកូនស្រីរបស់ពួកគេនោះទេវាគឺជាអ្វីមួយផ្សេងទៀតអ្វីមួយដែលមិនមែនជាមនុស្សពួកគាត់បានព្យាយាមរកមេធ្មប់នោះប៉ុន្តែគ្មាននរណាដឹងថានាងនៅទីណានោះទេពួកគាត់បានស្វែងរកជំនួយពីព្រះសង្ឃនិងគ្រូខ្មែរប៉ុន្តែគ្មាននរណាម្នាក់ហ៊ានប្រឈមមុខនឹងអ្វីដែលកំពុងតែគ្រប់គ្រងរាងកាយរបស់នាងសុខាស្ថានភាពកាន់តែអាក្រក់ឡើងមនុស្សក្នុងភូមិចាប់ផ្ដើមបាត់ខ្លួនជាពិសេសក្មេងៗអ្នកភូមិបានរាយការណ៍ថាពួកគេបានឃើញស្រមោលស្រីម្នាក់ដើរចុះឡើងនៅពេលយប់ជាមួយនឹងភ្នែកភ្លឺចែងចាំងពណ៌ក្រហមនៅពេលព្រឹកគេតែងតែឃើញស្នាមឈាមនៅតាមផ្លូវក្រុមគ្រួសារជាច្រើនបានរត់ចេញពីភូមិដោយភ័យខ្លាចឪពុកម្ដាយរបស់នាងសុខាមានអារម្មណ៍ថាពួកគាត់ជាអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះពួកគាត់បានសម្រេចចិត្តថាពួកគាត់ត្រូវតែបញ្ឈប់កូនស្រីរបស់ពួកគាត់មុនពេលដែលនាងបង្កគ្រោះថ្នាក់កាន់តែច្រើននៅយប់មួយពេលនាងសុខាកំពុងតែដេកលក់ពួកគាត់បានលបចូលទៅក្នុងបន្ទប់របស់នាងឪពុករបស់នាងបានកាន់កាំបិតមួយដោយបំណងសម្លាប់អ្វីដែលជាកូនស្រីរបស់គាត់នោះប៉ុន្តែមុនពេលដែលពួកគាត់អាចធ្វើបាននាងសុខាបានភ្ញាក់ឡើងភ្នែករបស់នាងបើកធំភ្លឺចែងចាំងក្នុងភាពងងឹតនាងបានញញឹមបង្ហាញធ្មេញស្រួចសំឡេងដែលចេញពីមាត់របស់នាងមិនមែនជាសំឡេងរបស់នាងនោះទេវាជាសំឡេងគួរឲ្យខ្លាចដែលហាក់ដូចជាមកពីឋាននរកពួកឯងគិតថាអាចសម្លាប់យើងបានមែនទេសំឡេងនោះនិយាយខ្ញុំមិនមែនជាកូនស្រីរបស់ពួកឯងទេខ្ញុំជាអ្វីមួយដែលបុរាណជាងហើយនឹងខ្លាំងជាងមនុស្សឆ្ងាយណាស់ពួកអ្នកបានអញ្ជើញខ្ញុំចូលមកហើយនៅនេះពួកអ្នកមិនអាចបញ្ចេញខ្ញុំចេញបានទេរាងកាយរបស់នាងសុខាបានចាប់ផ្ដើមរលាយនិងប្រែរាងវាបានកើនទំហំឡើងធំឡើងរហូតដល់ប៉ះពីដានស្បែករបស់នាងប្រែទៅជាពណ៌ខ្មៅស្រអាប់
ដៃជើងរបស់នាងប្រែទៅជាក្រញាំស្រួចមាត់របស់នាងបានរីកធំពេញទៅដោយធ្មេញស្រួចភ្នែករបស់នាងឆេះសន្ធោសន្ធៅដូចជាភ្លើងនរកឪពុកម្ដាយរបស់នាងសុខាបានស្រែកដោយភ័យខ្លាចពួកគាត់បានព្យាយាមរត់គេចខ្លួនប៉ុន្តែទ្វារបន្ទប់បានបិទជិតភាវៈចម្លែកនោះបានចាប់ពួកគាត់ដោយក្រញាំដ៏ធំរបស់វាបានលើកពួកគាត់ឡើងហើយសម្លឹងមើលពួកគាត់ដោយភ្នែកដ៏គួរឲ្យខ្លាចរបស់វាពួកអ្នកបានសម្លាប់កូនស្រីរបស់ពួកអ្នកហើយនៅពេលដែលពួកអ្នកអនុញ្ញាតឲ្យមេធ្មប់នោះធ្វើពិធីឥឡូវនេះពួកអ្នកនឹងត្រូវបង់ថ្លៃសម្រាប់ការធ្វើបាបនោះខ្ញុំនឹងបរិភោគព្រលឹងរបស់ពួកអ្នកហើយពួកអ្នកនឹងរងទុក្ខវេទនាជារៀងរហូតភាវៈនោះបានបើកមាត់ធំទូលាយបង្ហាញបំពង់កដ៏ជ្រៅងងឹតវាបានចាប់ផ្ដើមលេបឪពុកម្ដាយរបស់នាងសុខាទាំងរស់សំឡេងស្រែកដ៏គួរឲ្យរន្ធត់បានបន្លឺឡើងប៉ុន្តែគ្មាននរណាម្នាក់ឮសោះមួយសន្ទុះក្រោយមកគ្រាន់តែនៅសល់ភាពស្ងាត់ជ្រងំតែប៉ុណ្ណោះនៅព្រឹកបន្ទាប់អ្នកភូមិបានរកឃើញផ្ទះរបស់សេដ្ឋីនោះទទេស្អាតគ្មានសល់ស្លាកស្នាមនៃគ្រួសារនោះទេមានតែក្លិនស្អុយឆ្អាបនៃសាកសពនៅក្នុងខ្យល់អ្នកភូមិបានដុតផ្ទះនោះចោលដោយសង្ឃឹមថានឹងបញ្ចប់គ្រោះកាចនោះប៉ុន្តែនៅពេលយប់ពួកគេនៅតែឮសំឡេងស្រែកយំនៅក្នុងខ្យល់ពួកគេនៅតែឃើញស្រមោលនៃស្ត្រីម្នាក់ដែលមានភ្នែកភ្លឺចែងចាំងពណ៌ក្រហមដើរចុះឡើងនៅក្នុងភូមិមនុស្សនៅតែបន្តបាត់ខ្លួនអ្នកភូមិបានដឹងថាការកាច់នេះមិនទាន់ចប់នៅឡើយទេវាគ្រាន់តែទើបតែចាប់ផ្ដើមតែប៉ុណ្ណោះពេលវេលាបានកន្លងផុតទៅភូមិនេះបានក្លាយទៅជាភូមិខ្មោចគ្មាននរណាហ៊ានរស់នៅទីនេះទៀតទេមានតែសំឡេងខ្សឹបខ្សៀវនៃរឿងព្រេងនិទានអំពីគ្រួសារសេដ្ឋីដែលបានហៅអារក្សចូលមកក្នុងផ្ទះរបស់ពួកគេរឿងនេះបានក្លាយទៅជារឿងព្រេងដើម្បីព្រមានក្មេងៗកុំឲ្យលេងជាមួយកម្លាំងដែលពួកគេមិនឃើញប៉ុន្តែនៅរាល់យប់នៅតែមានអ្នកដំណើរឆ្លងកាត់តំបន់នោះដែលអាចឮសំឡេងស្រែកយំនៅក្នុងខ្យល់ពួកគេអាចឃើញស្រមោលនៃស្ត្រីម្នាក់ដែលមានភ្នែកភ្លឺចែងចាំងពណ៌ក្រហមដើរចុះឡើងនៅលើផ្លូវទទេស្អាតហើយពួកគេដឹងថាអារក្សនៅតែរងចាំសេចក្តីសុខរបស់វារងចាំរកជនរងគ្រោះបន្ទាប់របស់វានៅក្នុងបន្ទប់ងងឹតនៃផ្ទះបែកបាក់មួយមានរូបថតចាស់មួយនៅលើជញ្ជាំងវាជារូបថតនៃក្រុមគ្រួសារមួយឪពុកម្ដាយនិងកូនស្រីស្រស់ស្អាតម្នាក់ក្មេងស្រីនោះកំពុងញញឹមភ្នែករបស់វាពោពេញទៅកាត់ឲ្យក្តីសង្ឃឹមនិងក្តីស្រមៃនាងមិនដឹងថាជីវិតរបស់នាងនឹងត្រូវបញ្ចប់មុនពេលកំណត់ហើយរាងកាយរបស់នាងនឹងក្លាយទៅជាផ្ទះសម្រាប់អារក្សមួយដែលនឹងបន្តបង្កទុក្ខវេទនាដល់អ្នកដទៃអស់រយៈពេលជាច្រើនឆ្នាំទៅមុខទៀតរូបថតនោះប្រែក្រឡាប់ធ្លាក់ចុះបែកកញ្ចក់ខ្ទេចខ្ទីសំឡេងសើចដ៏គួរឲ្យខ្លាចបានបន្លឺឡើងនៅក្នុងភាពងងឹតហើយនៅឆ្ងាយពីទីនោះនៅក្នុងភូមិមួយផ្សេងទៀតមានក្មេងស្រីម្នាក់ទៀតដែលបានចាប់ផ្ដើមឈឺយ៉ាងធ្ងន់ធ្ងរឪពុកម្ដាយរបស់នាងកំពុងតែអស់សង្ឃឹមប្រងទាំងចាប់ផ្ដើមគិតថាប្រហែលជាពួកគេគួរតែស្វែងរកជំនួយពីមេធ្មប់ថ្មីនៅក្នុងភូមិរបស់ពួកគេនេះនៅក្នុងភូមិដាច់ស្រយាលមួយកាលពីបុរាណកាលមានស្ត្រីម្នាក់ឈ្មោះសុខុមមេលារស់នៅក្នុងផ្ទះឈើចាស់មួយជាមួយកូនតូចអាយុ3 ខែប្តីរបស់នាងបានចាកចេញទៅជួញដូរនៅស្រុកឆ្ងាយហើយមិនដែលត្រឡប់មកវិញឡើយផ្ទះរបស់នាងស្ថិតនៅឆ្ងាយពីគេនៅជាប់នឹងព្រៃស្រងាត់រាល់យប់ភាពងងឹតស្លុបគ្របដណ្ដប់លើតំបន់នោះធ្វើឲ្យមនុស្សម្នាភ័យតក់ស្លុតយប់មួយខ្យល់បក់យ៉ាងខ្លាំងបណ្ដាលឲ្យដើមឈើក្នុងព្រៃញ័រទៅទ្រើកសុខុមមេលាមានជំងឺធ្ងន់ធ្ងរដេកស្ដុកស្ដឹងនៅលើគ្រែក្បែរកូនតូចរបស់នាងជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរឡើងរហូតដល់នាងដកដង្ហើមចុងក្រោយទុកកូនតូចឲ្យនៅតែម្នាក់ឯងនាងក៏ដាច់ខ្យល់ស្លាប់ទៅសាកសពរបស់នាងនៅលើគ្រែដោយគ្មាននរណាម្នាក់ដឹងពេលវេលាកន្លងផុតទៅយ៉ាងយឺតយ៉ាវក្មេងតូចនៅតែរស់រានមានជីវិតដោយគ្មាននរណាដឹងពីការពិតនេះឡើយរហូតដល់ថ្ងៃមួយមានស្ត្រីអ្នកជំនួញម្នាក់ឈ្មោះជឿនបានមកដល់ភូមិនេះគាត់បានឮសូរយំរបស់ក្មេងហើយចូលទៅក្នុងផ្ទះទិដ្ឋភាពដែលគាត់ឃើញធ្វើឲ្យគាត់ភ្ញាក់ផ្អើលសាកសពម្ដាយរលួយអស់តែកូនតូចនៅតែមានជីវិតនិងសុខភាពល្អ
ដោយសារតែមានចិត្តអាណិតជឿនក៏សម្រេចចិត្តយកក្មេងទៅចិញ្ចឹមគាត់បានដាក់ឈ្មោះក្មេងនោះថាសុខាយប់ដំបូងគាត់បានដាក់កូនឲ្យដេកនៅក្នុងបន្ទប់តូចមួយពេលពាក់កណ្ដាលអាធ្រាត្រមានសំឡេងចម្លែកបន្លឺឡើងជឿនភ្ញាក់ពីដំណេកហើយឃើញថាក្រែកូនទទេគាត់រត់ទៅមើលខាងក្រៅហើយឃើញទារកដេកនៅកណ្ដាលផ្លូវងងឹតឈឹងជឿនលើកទារកមកផ្ទះវិញដោយក្នុងចិត្តពោពេញទៅដោយការភ័យខ្លាចគាត់មិនអាចយល់បានថាហេតុអ្វីបានជាទារកតូចដែលមិនទាន់ទាំងចេះលូនអាចទៅដល់កណ្ដាលផ្លូវបានយប់នោះគាត់បិទទ្វារបង្អួចជិតជាងមុនដាក់សោ2ជាន់និងអង្គុយឃ្លាំមើលទារកពេញមួយយប់ប៉ុន្តែនៅយប់បន្ទាប់ពេលដែលភាពងងឹតស្រអាប់គ្របដណ្ដប់ពីលើភូមិសីតុណ្ហភាពក៏ចាប់ផ្ដើមត្រជាក់ស្រេបជឿនកំពុងអង្គុយក្បែរគ្រែទារកស្រាប់តែឃើញស្រមោលស្ត្រីម្នាក់លេចឡើងនៅមុខបង្អួចស្រមោលនោះស្លេកស្លាំងមានសក់វែងរយាយជឿនភ័យរហូតញ័ររន្ធត់តែគាត់មិនហ៊ានស្រែកព្រោះខ្លាចភ័យទារកស្រមោលនោះហាក់ដូចជាហោះឆ្លងកាត់ជញ្ជាំងចូលមកក្នុងបន្ទប់ពេលនោះជឿនឃើញច្បាស់ថាវាជាសុខុមមាលាម្ដាយរបស់ទារកមុខរបស់នាងរលួយរលេះមានដង្កូវរាប់រយវាពេញក្លិនស្អុយឆ្អាបផ្សាយភាយពេញបន្ទប់រាងកាយខ្មោចនោះលូនចេញមករកទារកហើយចាប់ផ្ដើមលើកទារកដោយដៃស្គមកំប្រឹងដោយមិនអាចទ្រាំមើលទិដ្ឋភាពគួរឲ្យរន្ធត់នេះបានជឿនក៏ស្រែកឡើងគាត់ព្យាយាមឆក់យកទារកពីដៃខ្មោចតែមិនអាចខ្មោចសុខុមមាលាបើកមាត់ធំបង្ហាញធ្មេញរលួយខ្មៅស្រអាប់ហើយស្រែកយំយ៉ាងខ្លាំងសំឡេងនោះធ្វើឲ្យកញ្ចក់បង្អួចទាំងអស់បែកហើយខ្យល់ព្យុះក៏បក់បោកយ៉ាងខ្លាំងក្លាជឿនដួលសន្លប់ពេលគាត់ដឹងខ្លួនគាត់ឃើញថាទារកបាត់គាត់រត់ទៅរកជំនួយពីអ្នកភូមិពួកគេនាំគ្នាទៅផ្ទះចាស់របស់សុខុមមាលាហើយឃើញទារកដេកយ៉ាងលក់ស្រួលនៅលើគ្រែចាស់ដែលម្ដាយវាធ្លាប់ស្លាប់អ្នកភូមិសម្រេចចិត្តយកទារកទៅដាក់ក្នុងវត្តព្រោះជឿថាវត្តជាកន្លែងស័ក្តិសិទ្ធិអាចការពារទារកពីខ្មោចម្ដាយបាន3ថ្ងៃក្រោយមកនៅពេលប្រលប់មានសំឡេងយំខ្សឹកខ្សួលបន្លឺឡើងពីក្រៅរបងវត្តអ្នកភូមិឃើញរូបរាងស្ត្រីម្នាក់ខ្ពស់ធំមហិមាស្មើនឹងដើមត្នោតរាងកាយរបស់នាងស្គមកំប្រឹងសក់វែងរយាយរយាយដល់ដីនាងឈរនៅក្រៅរបងយុវវត្តយំហៅរកកូនប៉ុន្តែដោយសារតែអានុភាពនៃព្រះធម៌នាងមិនអាចចូលទៅក្នុងវត្តបានទេរាល់យប់ខ្មោចសុខុមមាលាតែងតែមកឈរនៅក្រៅរបងវត្តយំរកកូនដោយសំឡេងគួរឲ្យស្លុតរូបរាងរបស់នាងកាន់តែខ្ពស់ធំឡើងសក់រឹតតែវែងហើយក្លិនស្អុយរលួយកាន់តែខ្លាំងនាងព្យាយាមលូកដៃចូលទៅក្នុងវត្តតែរាល់ពេលដែលដៃនាងប៉ះនឹងខ្យល់ក្នុងបរិវេណវត្តផ្នែកនោះនឹងឆេះរលាកភ្លាមធ្វើឲ្យនាងស្រែកធ្ងរដោយការឈឺចាប់ទារកតូចសុខាត្រូវបានព្រះសង្ឃថែរក្សាយ៉ាងល្អប៉ុន្តែរាល់យប់វាតែងតែយំរកម្ដាយសំឡេងយំរបស់វាលាយឡំជាមួយសំឡេងយំរបស់ខ្មោចម្ដាយបង្កើតជាសំឡេងគួរឲ្យព្រឺព្រួចអ្នកភូមិដែលរស់នៅជុំវិញវត្តចាប់ផ្ដើមមានការភ័យខ្លាចមនុស្សចាស់ៗនិយាយថាការដែលខ្មោចម្ដាយស្រឡាញ់កូនខ្លាំងពេកអាចនាំមកនៅគ្រោះកាចដល់ភូមិទាំងមូលមានយប់មួយពេលភ្លៀងធ្លាក់យ៉ាងខ្លាំងផ្គរលាន់រន្ទះបាញ់ញ័រទៅត្រើកខ្មោចសុខុមមាលាមិនគ្រាន់តែមកឈរនៅក្រៅរបងវត្តដូចសពដងទេនាងចាប់ផ្ដើមដើរជុំវិញវត្តស្រែកហៅឈ្មោះកូនកាន់តែខ្លាំងរូបរាងរបស់នាងឥឡូវខ្ពស់ជាងមុនទៅទៀតធ្វើឲ្យនាងអាចមើលឃើញកូននាងដែលដេកនៅក្នុងកុដិព្រះសង្ឃនាងលូកដៃចូលទៅទោះបីជាដៃនាងឆេះក៏ដោយព្រះសង្ឃទាំងអស់ចាប់ផ្ដើមសូត្រធម៌សំឡេងសូត្រធម៌កាន់តែខ្លាំងធ្វើឲ្យខ្មោចសុខុមមាលាថយក្រោយប៉ុន្តែនាងមិនព្រមចាកចេញទេនាងនៅតែឈរនៅក្រៅរបងវត្តយំសោកស្ដាយមុខរបស់នាងកាន់តែរលួយធ្វើឲ្យឆ្អឹងក្បាលចាប់ផ្ដើមលេចចេញមក
ភ្នែករបស់នាងរលួយរហូតដល់នៅតែរុនទទេតែទឹកភ្នែកឈាមនៅតែហូរចេញមកលោកគ្រូចៅអធិការវត្តបានអង្គុយស្ងៀមគិតអស់រយៈពេលជាច្រើនថ្ងៃមុខរបស់គាត់ស្លេកស្លាំងភ្នែកជាំហាក់បីដូចជាមិនបានផ្ទុំលក់ច្រើនថ្ងៃមកហើយនៅព្រឹកមួយដល់ត្រជាក់ស្រេបគាត់បានកោះហៅព្រះសង្ឃគ្រប់អង្គមកវត្តជួបជុំគ្នានៅសាលាឆាន់ទឹកមុខរបស់គាត់បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងគាត់បានប្រកាសបទបញ្ជាមួយដែលមិនធ្លាប់មានពីមុនមកគឺហាមដាច់ខាតមិនឲ្យព្រះសង្ឃណាម្នាក់ចាកចេញពីបរិវេណវត្តចាប់ពីពេលព្រះអាទិត្យលិចរហូតដល់ព្រះអាទិត្យរះឡើងវិញក្នុងចំណោមព្រះសង្ឃទាំងនោះមានព្រះសង្ឃក្មេងមួយអង្គព្រះនាមផនស៊ីគាត់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងស្រីក្រមុំម្នាក់ឈ្មោះមីលាជាកូនស្រីរបស់អ្នកមានម្នាក់ក្នុងភូមិទោះបីជាដឹងពីបទបញ្ជាថ្មីនេះក៏ដោយក៏ព្រះសង្ឃផនស៊ីនៅតែសម្រេចចិត្តលួចចេញពីវត្តទៅជួបស្រីស្នេហ៍នៅយប់នោះដោយសារតែចិត្តស្នេហាខ្លាំងពេកយប់នោះមេឃងងឹតស្លុបខុសពីធម្មតាផ្កាយទាំងឡាយត្រូវពពកខ្មៅស្រអាប់បាត់បាំងឈឹងខ្យល់បក់កាន់តែខ្លាំងបណ្ដាលឲ្យស្លឹកឈើក្នុងវត្តរញ័រទៅត្រឹកសូម្បីតែសត្វតាមធម្មជាតិក៏ស្ងាត់ស្ងៀមខុសត្រកក្រដីព្រះសង្ឃផនស៊ីបានលួចចេញពីកុដិហើយដើរយ៉ាងប្រុងប្រយ័ត្នកាត់តាមស្រមោលដើមឈើគាត់បានឆ្លងផុតរបងវត្តដោយជោគជ័យហើយប្រញាប់ប្រញាល់ដើរតាមផ្លូវលំតូចចង្អៀតឆ្ពោះទៅកាន់ខ្ទមតូចមួយនៅក្បែរវាលស្រែជាកន្លែងណាត់ជួបគ្នាពេលទៅដល់ទីនោះគាត់ឃើញស្ត្រីម្នាក់ស្លៀកពាក់ស្រដៀងនឹងមាលាឈរបែរខ្នងនៅមុខខ្ទមសក់វែងរបស់នាងរលាស់តាមខ្យល់ដោយសារតែភាពងងឹតនិងចិត្តស្រវឹងស្នេហាព្រះសង្ឃផនស៊ីមិនបានសង្ស័យអ្វីទាំងអស់គាត់បានស្ទុះទៅអោបនាងពីក្រោយយ៉ាងណែនប៉ុន្តែពេលស្រីនោះងាកមុខមកវិញទិដ្ឋភាពដ៏គួរឲ្យរន្ធត់បានបង្ហាញឡើងមុខរបស់នាងពុំមែនជាមុខមេលាទេតែជាមុខសាកសពដែលរលួយដាច់សាច់ជីដុំក្របភ្នែករបស់នាងលៀនចេញមកក្រៅមានដង្កូវរាយពេញផ្ទៃមុខហើយក្លិនស្អុយរលួយសាយភាយពេញបរិយាកាសដឹងថាជាប់អន្ទាក់ខ្មោចព្រះសង្ឃផនស៊ីភ័យរហូតសរសៃឈាមរត់ញ័រពេញខ្លួនគាត់ប្រញាប់បែរខ្នងរត់តែមុននឹងអាចរត់រួចខ្លួនស្រីខ្មោចបានលោតមកខំត្រង់កញ្ចឹងករបស់គាត់យ៉ាងខ្លាំងព្រលឹងអាក្រក់របស់ខ្មោចបានចូលសន្ធិដ្ឋក្នុងរាងកាយរបស់ព្រះសង្ឃភ្លាមបន្ទាប់មករាងកាយនោះបានងើបឈរឡើងតែឥឡូវនេះមិនមែនជាព្រះសង្ឃផនស៊ីទៀតទេគឺជាខ្មោចសុខុមមាលាដែលសន្ធិដ្ឋក្នុងរូបគាត់រាងកាយព្រះសង្ឃផនស៊ីដែលត្រូវខ្មោចសុខុមមាលាសន្ធិដ្ឋបានដើរត្រឡប់ទៅវត្តវិញជំហានរបស់គាត់ស្រពេចស្រពិលមិនថ្មើរជើងត្រឹមត្រូវហាក់ដូចជាមនុស្សស្រវឹងរូបរាងនោះបានដើរកាត់វាលស្រែងងឹតស្លុបដោយមានសត្វអំពិលអំពែកហោះជុំវិញជាវងពេលដល់ជិតរបងវត្តខ្មោចសុខុមមាលាដែលសន្ធិដ្ឋក្នុងរូបព្រះសង្ឃបានឈប់មួយផ្លែតក្រឡេកមើលទៅកុដិដែលកូនរបស់នាងកំពុងដេកទឹកភ្នែកឈាមបានហូរចេញពីភ្នែករបស់ព្រះសង្ឃរូបព្រះសង្ឃដែលត្រូវខ្មោចសន្ធិដ្ឋបានដើរចូលទៅក្នុងវត្តដោយស្ងៀមស្ងាត់រូបនោះបានចូលទៅក្នុងកុដិព្រះសង្ឃមួយអង្គដែលកំពុងផ្ទុំទោះបីជាខ្មោចសន្ធិដ្ឋក្នុងរូបព្រះសង្ឃផនស៊ីតែកម្លាំងរបស់នាងមានច្រើនដងជាងមនុស្សធម្មតានាងបានចាប់ព្រះសង្ឃដែលកំពុងផ្ទុំលើកឡើងហើយបាក់កស្លាប់ភ្លាមសំលេងឆ្អឹងបាក់បានលាន់ឡើងនៅក្នុងភាពស្ងប់ស្ងាត់បន្ទាប់មកនាងបានទៅកុដិបន្ទាប់ព្រះសង្ឃក្នុងកុដិនោះភ្ញាក់ពីដំណេកឃើញរូបព្រះសង្ឃផនស៊ីឈរនៅមាត់ទ្វារមុនពេលដែលព្រះសង្ឃនោះអាចសួរនាំបាននាងបានលោតទៅចាក់កព្រះសង្ឃនោះកាច់បំបាក់ដូចគ្នាឈាមបានហូរជោគកុដិនាងបន្តធ្វើបែបនេះម្ដងមួយពីកុដិមួយទៅកុដិមួយរាល់ពេលដែលព្រះសង្ឃដែលព្យាយាមប្រឆាំងសុទ្ធតែត្រូវនាងកំទេចចោលទាំងអស់នៅពេលដែលព្រះសង្ឃស្ទើរតែទាំងអស់ត្រូវបានសម្លាប់នាងបានឮសំឡេងយំរបស់ទារកនាងបានឈប់សម្លាប់ភ្លាម
ហើយដើរសំដៅទៅកាន់កុដិដែលមានទារកដេកពេលទៅដល់ទីនោះរូបរាងព្រះសង្ឃផនស៊ីបានបើកទ្វារយ៉ាងថ្នមទារកតូចកំពុងតែដេកយំពេលឃើញរូបព្រះសង្ឃទារកបានឈប់យំភ្លាមហាក់ដូចជាស្គាល់ថានេះគឺជាម្ដាយរបស់ខ្លួននាងបានលើកទារកឡើងអោបយ៉ាងណែនទឹកភ្នែកឈាមនៅតែហូរចេញពីភ្នែករបស់រូបព្រះសង្ឃធ្លាក់ទៅលើថ្ពាល់ទារកខ្មោចសុខុមាលាបានដឹងថានាងមិនអាចរស់នៅក្នុងរូបព្រះសង្ឃនេះយូរទេនាងបានអោបកូនដើរចេញពីវត្តពេលដល់ព្រៃក្បែរនោះរូបរាងព្រះសង្ឃបានដួលចុះវិញ្ញាណរបស់នាងបានចេញពីរូបព្រះសង្ឃហើយប្រែក្លាយទៅជារូបរាងដើមវិញនាងបានអោបកូនដើរចូលទៅក្នុងព្រៃងងឹតរហូតបាត់រូបព្រឹកថ្ងៃបន្ទាប់ព្រះអាទិត្យរះឡើងយ៉ាងស្រទន់ពន្លឺព្រះអាទិត្យបានបំភ្លឺលើទីធ្លាវត្តដែលពោរពេញទៅដោយភាពស្ងៀមស្ងាត់គួរឲ្យព្រឺខ្នងអ្នកភូមិដែលមកធ្វើបុណ្យដូចសពដងបានឃើញទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតសាកសពព្រះសង្ឃរាយប៉ាយពេញវត្តខ្លះនៅក្នុងកុដិខ្លះនៅលើផ្លូវដើរកញ្ចក់កុដិទាំងអស់ប្រឡាក់ទៅដោយឈាមស្រស់ក្លិនឈាមនិងសាកសពបានធ្វើឲ្យអ្នកភូមិជាច្រើនអ្នកក្អួតចង្អោរអាជ្ញាធរក្នុងភូមិក៏បានមកដល់ពួកគេបានរកឃើញថាព្រះសង្ឃទាំងអស់ត្រូវបានសម្លាប់ដោយបំបាក់កកម្លាំងដែលប្រើក្នុងការបំបាក់កនេះមិនមែនជាកម្លាំងមនុស្សធម្មតាឡើយអ្នកភូមិចាស់បាននិយាយថានេះជាទង្វើរបស់ខ្មោចពួកគេបានចាប់ផ្ដើមស្វែងរកព្រះសង្ឃផនស៊ីដែលបាត់ខ្លួនពីវត្តក្រុមស្វែងរកបានចេញទៅក្នុងព្រៃពួកគេបានរកឃើញសាកសពព្រះសង្ឃផនស៊ីនៅក្រោមដើមកគីធំមួយឆ្អឹងកគាត់បានខ្ទេចដូចព្រះសង្ឃដទៃដែរក៏ប៉ុន្តែមានស្នាមខំនៅលើកគាត់ហើយមុខរបស់គាត់បង្ហាញពីការភ័យខ្លាចយ៉ាងខ្លាំងនៅជុំវិញសាកសពគាត់មានស្នាមជើងតូចជាច្រើនហាក់បីដូចជាមានក្មេងច្រើនអ្នកមករករត់លេងនៅទីនេះអ្នកភូមិក៏បានឃើញខ្ទមមួយនៅក្បែរនោះក្នុងខ្ទមមានសាកសពស្រីក្រមុំម្នាក់ដែលស្លាប់មកយូរហើយនាងស្លៀកពាក់ស្អាតបាតប៉ុន្តែរាងកាយរលួយស្ទើរតែអស់នៅក្បែរនោះមានក្រដាសមួយសន្លឹកសរសេរថាមាលាស្លាប់ដោយសារជំងឺមួយអាទិត្យមុនសូមលោកគ្រូផនស៊ីអត់ទោសឲ្យខ្ញុំផងទើបគេដឹងថានរណាម្នាក់បានដឹងពីទំនាក់ទំនងរវាងព្រះសង្ឃផនស៊ីនិងមាលាហើយបានយកសាកសពមាលាមកដាក់នៅទីនោះដើម្បីបញ្ឆោតព្រះសង្ឃចំណែកទារកតូចនិងខ្មោចសុខុមាលាគ្មាននរណាម្នាក់បានឃើញទៀតឡើយប៉ុន្តែនៅរាល់យប់ខែខ្នើតអ្នកភូមិតែងតែឮសំឡេងយំរបស់ទារកនិងសំឡេងច្រៀងបំពេរបស់កូនស្រីម្នាក់ចេញពីព្រៃងងឹតស្លុបនោះអ្នកដែលហ៊ានចូលទៅក្នុងព្រៃពេលយប់បានឃើញស្រមោលស្រីម្នាក់ខ្ពស់ស្គមកំប្រឹងសក់វែងរយាយរយ៉ៃកំពុងតែអោបទារកតូចមួយពួកគេថាបើសិនជាសម្លឹងមើលឲ្យច្បាស់នឹងឃើញថាមុខស្ត្រីនោះគ្មានសាច់មានតែឆ្អឹងហើយទារកក្នុងដៃនាងស្លេកស្លាំងដូចខ្មោចចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានដើរម្នាក់ឯងនៅពេលយប់ទៀតឡើយអ្នកភូមិបានសង់វត្តថ្មីមួយទៀតនៅកន្លែងផ្សេងឆ្ងាយពីព្រៃនោះវត្តចាស់ត្រូវបានទុកចោលคล้ายជាព្រៃស្មសានក៏ប៉ុន្តែពេលយប់ស្ងាត់នៅតែមានអ្នកឮសំឡេងសូត្រធម៌របស់ព្រះសង្ឃនិងសំឡេងយំរបស់ទារកចេញពីព្រៃនោះជានិច្ច